បាទជំរាបសួរបងប្អូនក្នុងបណ្ដាញសង្គមទាំងអស់ការពិគ្រោះមិញខ្ញុំបានមកធ្វើវីដេអូមើលថ្ងៃរះនៅបារាយកំឡុចអ្នកសួររៀបហៅថាបារាយទឹកខ្លាឬក៏បងប្អូនជាទូទៅក៏ស្គាល់ដែរថាទីនេះគឺបារាយទឹកខ្លាឬក៏អ្នកខ្លះហៅថាសមុទ្រខ្លារៀបហើយវីដេអូនេះខ្ញុំចង់បង្ហាញអំពីទេសភាពថ្ងៃលិចនៅបារាយទឹកខ្លានឹងដដែលព្រោះមិញថ្ងៃរះហើយឡើយថ្ងៃលិចថ្ងៃលិចនៅបារាយទឹកខ្លាក៏ស្រស់ស្អាតដែរបងប្អូនស្អាតហើយដោយសារថ្ងៃនេះជាថ្ងៃច័ន្ទដើមសប្តាហ៍អញ្ចឹងនៅទីនេះមានភាពស្ងប់ស្ងាត់មិនសូវមានមនុស្សមកអ៊ូអរច្រើនទេប៉ុន្តែប្រសិនបើថ្ងៃចុងសប្តាហ៍វិញថ្ងៃសៅរ៍អាទិត្យគឺមានបងប្អូនប្រជាពលរដ្ឋខ្មែរព្រមទាំងភ្ញៀវអន្តរជាតិមកលំហែនាពេលព្រះអាទិត្យរៀបអស់ស្នំគាត់នឹងក៏ច្រើនតែថ្ងៃនេះមិនសូវមានម្នាក់ទេឧទាហរណ៍ថ្ងៃលិចនៅទីនេះស្អាតជាពិសេសនៅរដូវនេះដោយសាររដូវនេះព្រះអាទិត្យលិចហើយនឹងរះបែរទៅទិសខាងជើងអញ្ចឹងយើងអាចមកតាមតារាខាងត្បូងចុះមកចម្រាក់ហ្នឹងយើងអាចមើលឃើញថ្ងៃលិចដ៏ស្រស់ស្អាតដែរអញ្ចឹងបើសិនបើបងប្អូនលេងលក្ខណៈគ្រួសារមិត្តភ័ក្តិអីក៏អាចលំហែនៅទីនេះបានទីនេះមានកញ្ចក់អង្គុយលំហែផងមានការលក់ម្ហូបខ្មែរសម្រាប់បងប្អូនទាំងឡាយបងប្អូនអាចទទួលទានម្ហូបខ្មែរផងហើយលំហែមើលទេសភាពទឹកដ៏ធំវង្វេងហាក់ដូចជាសមុទ្រណាស្ដាប់សំឡេងរលកដូចជានៅសមុទ្រមែនទែនបាទប្រហែលជាបងប្អូនឮសំឡេងទឹកសមុទ្រនៅក្នុងវីដេអូហ្នឹងដែរក៏មិនដឹងហ្នឹងបក់ពីព្រៃហើយព្រះទៅរៀបអស់ស្ដងគាត់ដល់ពេលអញ្ចឹងជំនឿដែលចេះនឹងតែទឹកហ្នឹងវាទៅជាពញស្រស់ស្អាតបាទស្រស់ស្អាតអូខេវីដេអូនេះខ្ញុំមានប៉ុណ្ណឹងចង់បង្ហាញទស្សនវិជ្ជាលិចនៅបារាយកំឡុចដល់បងប្អូនទស្សនាជាពិសេសបងប្អូននៅនៃសមុទ្រអាចពីកុមារភាពគាត់មកលេងនៅទីនេះវិញទៅបង្ហាញទស្សនវិជ្ជានឹងឲ្យបងប្អូននៅអនុស្សាវរីយ៍អស់គ្នាទេសភាពថ្ងៃលិចនៅទីនេះក៏ថ្ងៃលិចសម្បូរភ្ញៀវមកលេងច្រើននៅពេលអញ្ចឹងទស្សនវិជ្ជាមិនជាចម្លែកពេកទេប៉ុន្តែវីដេអូខ្ញុំពីព្រឹកខ្ញុំធ្វើថ្ងៃរះខ្ញុំមកថតថ្ងៃរះនៅទៅជារឿងមួយប្លែកដោយសារថ្ងៃរះនៅទីនេះมันដែលមានគេចាប់អារម្មណ៍ទៅគេទៅមើលថ្ងៃរះក្នុងប្រវត្តិបាទអូខេរីករាយថ្ងៃដើមសប្តាហ៍បងប្អូនខ្ញុំមានប៉ុណ្ណឹងបងប្អូនសុខសប្បាយជួបគ្នានៅវីដេអូក្រោយ